គុណលឹះ5ចំណុចធ្វើឲ្យមានសុខភាពល្អពិភពលោកប្រែប្រួលបច្ចេកវិទ្យាមានការវិវត្តឥតឈប់ឈរជីវិតមានការផ្លាស់ប្ដូររីឯការថែទាំសុខភាពគឺជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាដូចនេះអ្នកគួរស្វែងរកគន្លឹះងាយក្នុងការថែទាំសុខភាពឲ្យបានល្អខាងក្រោមនេះគឺជាគន្លឹះងាយ5ចំណុចដែលជួយឲ្យលោកអ្នកមានសុខភាពល្អទី1ហាត់ប្រាណ30នាទីរៀងរាល់ថ្ងៃលោកអ្នកគួរតែចំណាយពេល30នាទីរៀងរាល់ថ្ងៃដើម្បីធ្វើលំហាត់ប្រាណដូចជាការដើរការរត់ត្រឹកការរាំការធ្វើលំហាត់ប្រាណបែបដកដង្ហើមឬការលេងកីឡាផ្សេងទី2កំណត់អាហារបរិភោគអាហារដែលមានសារធាតុចិញ្ចឹមច្រើននិងគ្មានសារធាតុដែលធ្វើឲ្យធាត់ដូចជាបន្លែបៃតងផ្លែឈើនិងគ្រាប់ធញ្ញជាតិជៀសវាងអាហារដែលមានជាតិខ្លាញ់និងកូលេស្តេរ៉ុលច្រើននិងមានកម្រិតជាតិស្ករអំបិលនិងខ្លាញ់ខ្ពស់ពេកទី3បរិភោគទឹកឲ្យបានច្រើនរាងកាយត្រូវការជាតិទឹកយ៉ាងច្រើនក្នុងមួយថ្ងៃយ៉ាងហោចណាស់លោកអ្នកគួរតែបរិភោគទឹកឲ្យបានពី1លីត្រទៅ3លីត្រក្នុងមួយថ្ងៃសម្រាប់មនុស្សស្រីគួរបរិភោគទឹកពី1លីត្រទៅ2លីត្រក្នុងមួយថ្ងៃសម្រាប់បុរសគួរបរិភោគទឹកពី1លីត្រទៅ3លីត្រក្នុងមួយថ្ងៃទី4ទទួលពន្លឺព្រះអាទិត្យឲ្យបានគ្រប់គ្រាន់ពេលវេលាដ៏ល្អបំផុតដែលលោកអ្នកគួរតែឲ្យរាងកាយរបស់លោកអ្នកប៉ះត្រូវនឹងពន្លឺព្រះអាទិត្យនោះគឺចន្លោះម៉ោង7កន្លះនាទីព្រឹកទៅម៉ោង4កន្លះនាទីរសៀលព្រោះកម្ដៅថ្ងៃនៅចន្លោះម៉ោងនេះគឺអាចធ្វើឲ្យអារម្មណ៍របស់លោកអ្នកបានស្រស់ស្រាយនិងគេងលក់ស្កប់ស្កល់នៅពេលយប់ផងដែរជៀសវាងការនៅក្រោមកម្ដៅថ្ងៃចន្លោះម៉ោង10ព្រឹករហូតដល់ម៉ោង3រសៀលទី5ពិនិត្យសុខភាពជាប្រចាំអ្នកគួរទៅជួបពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យនិងពិនិត្យសុខភាពជាប្រចាំរៀងរាល់3ខែឬ6ខែម្ដងជាពិសេសសម្រាប់មនុស្សវ័យចំណាស់ព្រោះនេះជាការមើលថែទាំសុខភាពរាងកាយដ៏ល្អដែលមនុស្សគ្រប់រូបមិនគួរមើលរំលងសូមអរគុណ